រឿងផ្អែមដូចស្ករសត្វតូចដ៏ក្លាហានមានសត្វ Sugar Glider តូចមួយដែលរស់នៅ2 3រឿងផ្អែមដូចស្ករមានសត្វ Sugar Glider តូចមួយដែលរស់នៅជាមួយនឹងឪពុកម្ដាយនិងបងប្អូនស្រីរបស់វាឆាងសប្បាយក្នុងសម្បុកដ៏សែនកក់ក្ដៅប៉ុន្តែវាដល់ពេលដែលនាងត្រូវចាកចេញពីសម្បុកនេះលើដើមឈើនោះវាដល់ពេលដែលនាងត្រូវស្វែងរកផ្លូវសម្រាប់ខ្លួនឯងដើរក្នុងពិភពលោកនេះហើយម្ដាយរបស់វានិយាយទាំងមានមោទនៈការបាត់ទៅ Sugar Glider ដ៏តូចនោះមិនទាន់ដឹងច្បាស់ថាតើខ្លួនឯងនឹងត្រូវដើរលើផ្លូវណាទេក្នុងពិភពលោកនេះតែនាងព្យាយាមធ្វើចិត្តឲ្យក្លាហានថើបគួរម្ដាយវារួចរត់ចេញពីព្រាបវាហក់លោតឆ្លងពីដើមឈើមួយទៅដើមឈើមួយទៀតសម្លឹងមើលកន្លែងដ៏ល្អមួយសម្រាប់ធ្វើសម្បុកលើកដំបូងសម្រាប់ខ្លួនឯងទីបំផុតវាមកដល់ដើមឈើដ៏ខ្ពស់មួយដែលមានប្រហើមមួយយ៉ាងធំក្នុងនោះនេះជាផ្ទះក្នុងក្តីស្រមៃវាគិតក្នុងចិត្តបន្ទាប់ពីធ្វើការយ៉ាងស្វិតស្វាញរួចមកវាសង់បានផ្ទះមួយយ៉ាងស្រស់ស្អាតរបស់ខ្លួនឯងនាងមានមោទនភាពជាខ្លាំងចំពោះផ្ទះថ្មីរបស់នាងប៉ុន្តែនាងនៅតែនឹកផ្ទះដែលគ្រួសារនាងរស់នៅទីនេះមិនមានម្ដាយដែលធ្លាប់តែអង្អែលរោមរបស់នាងក្រោយពេលនាងក្រោយពីគេនឹងមិនមានឪពុកដែលធ្លាប់តែនៅជាមួយនេះជាលើកដំបូងក្នុងជីវិតរបស់នាងដែលត្រូវឯកាយ៉ាងនេះនៅចិត្តនោះមានគ្រួសារសត្វ Bristol Possum មួយម្ដាយរបស់សត្វ Possum តែងតែចាប់អារម្មណ៍មើល Sugar Glider ដ៏តូចនោះជានិច្ចដោយមើលទៅនាងដូចជាកំសត់ណាស់ដូច្នេះហើយក៏អញ្ជើញនាងមកញ៉ាំអាហារពេលយប់ជាមួយគ្នាត្បិតតែនាងពិបាកចិត្តមែនតែនាងក៏ភ្លៀងខ្លាំងណាស់ដែរដំបូងនាងញ៉ាំលំអងផ្កាដែលមានទាំងអស់របស់ម្ដាយ Possum បន្ទាប់មកនាងញ៉ាំទឹកឃ្មុំរបស់ម្ដាយ Possum ទៀតក្មេងរបស់ឯងច្បាស់ជាផ្អែមណាស់ហើយម្ដាយ Possum និយាយរួមទាំងញញឹមចាប់ពីថ្ងៃនេះទៅខ្ញុំនឹងហៅឯងថាស្គរ Sugar Glider ក៏ចាប់ផ្ដើមស្រឡាញ់ផ្ទះថ្មីរបស់នាងហើយចូលចិត្តលេងជាមួយនឹងអ្នកជិតខាងដែលជា Bristol Possum ទាំងនោះអស់តែនាងមិនចូលចិត្តនោះទេពេលដែលអ្នកទាំងអស់នោះនិយាយផ្លែផ្កាដាក់នាងពីព្រោះតែមានមិនដូចនឹងពួកគេនិយាយត្រូវហេតុអ្វីក៏ខ្ញុំមានស្បែកច្រើនម្ល៉េះមានចម្ងល់វិញខ្លួន Sugar Glider ក៏ចាប់ផ្ដើមមិនសប្បាយចិត្តនាងបន់ឲ្យខ្លួនឯងដូចមិត្តភក្តិឯទៀតជាងរឿងណាទាំងអស់ថ្ងៃមួយ Sugar Glider ភ្ញាក់ពីគេងដោយសារតែក្លិនចម្លែកមួយក្នុងព្រៃនោះរំពេចនោះនាងភ្ញាក់ផ្អើលជាខ្លាំងដោយសារតែសត្វធំតូចលាក់ទាំងឡាយនាំគ្នារត់ចែកជើងគ្នាកាត់មុខនាងជាសំណល់ក្នុងចិត្តថាតើសត្វទាំងនោះនាំគ្នារត់កិតពី Sugar Glider ក៏ឡើងទៅលើចុងឈើយ៉ាងលឿនហើយក៏ឃើញភ្លើងឆេះរាលដាលជាខ្លាំងហើយវាបង្ហាញអ្វីគ្រប់យ៉ាងដែលស្ថិតនៅពីមុខវាមុខនឹង Sugar Glider អាចទៅប្រាប់ម្ដាយ Possum និងគ្រួសាររបស់គេពីគ្រោះថ្នាក់មួយនេះភ្លើងឆេះព័ទ្ធជុំវិញពួកគេបាត់ទៅហើយពួកគេជាប់ក្នុងភ្លើងមិនអាចទៅណាបានទេដោយមិនគិតពីអ្វីទាំងអស់នាងក៏លោតចេញពីមែកឈើម្ខាងហើយត្រដាងទាំងដៃនិងជើងទាំងពីរសត្វ Possum តូចដែលធ្លាប់តែផ្លែផ្កាពីនាងដោយសារតែមានរាងដូចស
ស្លាប់នោះ Sugar Glider បានលោតរំលងភ្លើងដោយសុវត្ថិភាពនឹងហើយបានជាខ្ញុំខុសពីអ្នកទាំងអស់គ្នានាងស្រីទាំងអារម្មណ៍រំភើបក្នុងចិត្តឥឡូវនេះនាងត្រូវស្វែងរកជំនួយមកជួយម្ដាយពោធៀមលោតផងហក់ផងពីដើមឈើមួយទៅដើមឈើមួយទៀតនាងក៏ឃើញសត្វកង់គោរូមួយវងពីចម្ងាយជួយផងនៅទីនោះមានភ្លើងឆេះព្រៃហើយមិត្តខ្ញុំជាប់នៅក្នុងនោះហើយនាងស្រែករំលឹកកង់គោរូទាំងនោះលើ Sugar Glider ស្រែកហៅឲ្យជួយរួចក៏តាមនាងត្រឡប់ចូលក្នុងព្រៃដែលកំពុងឆេះនោះវិញកង់គោរូនាំគ្នាលោតទៅមកដោយប្រើជើងរបស់ពួកគេជន់ពន្លត់ភ្លើងទាំងនោះមិនយូរប៉ុន្មានក្រោយមកភ្លើងក៏ចាប់ផ្ដើមថយបន្តិចដែលគេអាចគ្រប់គ្រងបានហើយម្ដាយពុទ្ធនិងគ្រួសាររបស់នាងក៏មានសុវត្ថិភាពដែរក្នុងថ្ងៃដ៏អស្ចារ្យមួយនេះ Sugar Glider បានជួយជីវិតមិត្តភក្តិនាងជាច្រើនហើយក៏បានរកផ្លូវនៃជីវិតរបស់ខ្លួនក្នុងពិភពលោកនេះដែរនាងក៏បានយល់ពីមេរៀនដ៏សំខាន់មួយនេះឥឡូវនាងដឹងហើយជីវិតនាងក៏ជារឿងល្អម្យ៉ាងដែរត្រូវខុសពីគេគ្រប់គ្នាអស់នោះអរគុណជំរាប